សូមសរសើរហើយសៀមរាបមិនខ្វះទេកន្លែងដែលត្រូវញ៉ាំព្រោះអីឲ្យតែមានលុយអាចញ៉ាំបានហើយព្រោះអីនៅសៀមរាបមិនខ្វះអីញ៉ាំទេសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមវិលមកកាន់ប្លុកខ្ញុំសាជាថ្មីលើទឹកដីសៀមរាបចាស់ដដែលឲ្យតែទឹកដីសៀមរាបគឺជាទឹកដីស័ក្តិសិទ្ធិទឹកដីអច្ឆរិយៈតាំងពីបុរាណកាលមកត្រូវតែគោរពមុននឹងទៅញ៉ាំអីនៅផ្លូវអសឹបតោះបងប្អូនទាំងអស់គ្នាជិះកាត់រង្វង់មូលព្រះអង្គជេកព្រះអង្គចោមយើងនឹងឃើញតតាកៅដិនដែលនៅនឹងតាមផ្លូវនេះដែលទៅតែនឹងបើកចឹងហើយផ្លូវនេះបានបើកដំណើរការក៏យើងមិនភ្លេចដែរទៅសុំសេចក្តីសុខសេចក្តីចម្រើនពីលោកតាឥឡូវនេះយើងបានមកដល់កន្លែងញ៉ាំហើយទីតាំងនេះគឺស្ថិតនៅលើផ្លូវ60បងប្អូនអរគ្នាអាចល្បីនៅផ្លូវ60ស្អីក៏មានដែរនៅឆ្នាំ2026នេះគឺល្បីការទូទីនៅមានផ្លូវ60ដែរបងប្អូនបើសិនជាបងប្អូនមកលេងសៀមរាបអីនៅសៀមរាបផ្ទាល់ឬក៏នៅភ្នំពេញឬក៏នៅបណ្ដាខេត្តផ្សេងណាពេលមកលេងសៀមរាបកុំភ័យកុំព្រួយបារម្ភចង់ទូទីពិឆាកជីវិតមានគ្រូទីនៅប្រចាំនៅនឹងតែម្ដងនៅពេលដែលយើងជិះចូលមកទីតាំងអ្នកគ្រូទីនៅអាវងមូលអប្សរាផ្លូវចូលតែម្ដងណាបងប្អូនងាយស្រួលទេបងប្អូនជិះចូលមកពីទិសខាងលិចមកជិះតែបន្តិចងាកមើលខាងស្ដាំដែរឃើញផ្សែងធូបហុយទលោមពណ៌ក្រហមប្រែនឹងហើយអ្នកគ្រូគាត់អង្គុយនៅក្រោមឆ័ត្រនឹងតែម្ដងអាចទូទីពិឆាកជីវិតហើយក៏រងចាំភ្ញៀវអតិថិជនចូលមកទូទីផងដែរអញ្ចឹងហើយលើសពីនេះទៀតយើងមកសាកនៅចំណីអាហារនៅផ្លូវ60ដោយសារតែនៅទីនេះមានចំណីអាហារច្រើនជាងគេជាពិសេសអាហារដែលល្បីបំផុតនៅប្រចាំផ្លូវ60នេះគឺដែលខ្ញុំចាំច្បាស់នោះគឺសង្វាក់បងប្អូនណាមើលសង្វាក់គេណាខ្ញុំចង់ដឹងថាវារសជាតិយ៉ាងណាព្រោះអីសង្វាក់គឺល្បីយូរហើយតែខ្ញុំមិនដែលមកទេតែលើកនេះមានដៃគូនាំមកក៏មកដែរចង់សាករសជាតិម្ដងមានឯណាបងអូនហើយគ្រាន់តែទាញទឹកជ្រលក់ចេញមកបាច់កពុបវែកមិនដឹងថាជាសយឬក៏ហេងទេថ្ងៃនេះបើសិនជាគិតច្រើនប្រហែលជាសយហើយបើគិតខ្លីប្រហែលជាហេងហើយអញ្ចឹងគិតរឿងសយហេងស្រេចតែយើងគិតទេបើសិនជាចង់បានថ្មីត្រូវតែហៅបុគ្គលិកគេឲ្យសុំអាចារ្យទៀតអញ្ចឹងហើយយើងបានសម្រេចដោយបំណងប្រាថ្នាហើយមែនពេលហៅមកបានថ្មីមែនអញ្ចឹងហើយតោះទៅសាកមើលទឹកជ្រលក់ជាមួយនឹងសង្វាក់នំបញ្ចុកទាំងអស់គ្នានិយាយមែនមករយៈនេះឡើងគីឡូដល់កហើយព្រោះអីម្ហូបឆ្ងាញ់មានផ្លូវសិបព្រោះថាតប់ចិត្តមិនបានតប់ប្រានមិននឹងទេដោយសារតែហូបមិនចេះអស់មិនចេះហើយសោះការហូបនេះពិតជាអូយសូមសរសើរខ្លួនឯងហើយធ្វើអញ្ចឹងបានគិតអីក្នុងខ្លួនម៉ងពិតជាទំនងណាអងអូនហើយណាមើលដាក់សង្វាក់មួយទៅដាក់បន្លែទំនាប់ទៅមានទាំងបន្លែស្ពៃក្រញាញ់ស្ពៃក្តោបត្រសក់ប្រទេសអូយបងប្អូនអើយសូមសរសើរហើយចាប់មាត់ជីបមកនេះមិនទាន់បានបាយល្ងាចទេព្រោះអីថាមកញ៉ាំអីមានណាឃើញសង្វាក់ទៅក៏ចាប់ចិត្តក៏មានគំនិតរួមជាមតិថាតោះយើងញ៉ាំអាចារ្យធំអីគិតមកថាអេចានធំមិនសាក់មកអាចារ្យតូចសិនបើសិនញ៉ាំអស់ចាំយើងគិតទៀតមានណាគ្រាន់តែដាក់តែអាចារ្យតូចមកបងប្អូនអើយមើលចុះមួយចានស្នោពេញបឹបញ៉ាំមិនចង់អស់ច្រើនមែនតើ